បងប្អូននឹងថ្ងៃដឹងតែសបាយដឹងតែកក្រាក់ហើយបងប្អូននឹងថ្ងៃនៅថ្ងៃទី27ខែ10 2025នេះបងប្អូនគឺមានការប្រណាំងទូកនៅខាងស្រុកកងមាសភូមិស្វាយចន្លោះទី1បងប្អូនគឺនៅទល់មុខវត្តស្វាយចន្លោះតែម្ដងបងប្អូនហើយនៅក្នុងការប្រណាំងនោះផងដែរបងប្អូនសិតតែមានទូកខ្លាំងតែម្ដងបងប្អូនហើយនៅពេលនោះគឺសែនស្រណោះជាម្ចាស់ផ្ទះបងប្អូនតើយើងចាំមើលតើសែនស្រណោះអាចយកពៀនមែនទេបងប្អូនយើងសង្ឃឹមថានឹងឯងបងប្អូនចំណុះទូកដែលជាម្ចាស់ផ្ទះដែលជាម្ចាស់ទូកដែលខ្លាំងធ្លាប់ល្បីជើងនៅលើទឹកនឹងឯងបងប្អូនអញ្ចឹងយើងចាំមើលទាំងអស់គ្នានៅថ្ងៃទី27ខែ10 2025នេះហើយបងប្អូនយើងសង្ឃឹមថាម្ចាស់ផ្ទះសែនសំណោះស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅនឹងហើយបងប្អូនយើងនឹងចាំមើលទាំងអស់គ្នាថាទៅជាយ៉ាងណានឹងហើយបងប្អូន